សួស្តីបងប្អូនទាំងអស់គ្នាយប់នេះចេញមកឡងទៀតហើយដំណើរខ្មោចនៅយប់នេះគឺជារឿងរ៉ាវរបស់ប្អូនស្រីម្នាក់ដែលគាត់បានលើកបទពិសោធន៍ដ៏រន្ធត់មួយដែលធ្លាប់កើតឡើងចំពោះគាត់ពេលដែលគាត់នៅក្មេងតែមិនមែនក្មេងពេកទេប្រហែលជា15ឆ្នាំណាហើយហេតុការណ៍ដែលគាត់ជួបមិនត្រឹមតែគួរឲ្យខ្លាចទេថែមទាំងគ្រោះថ្នាក់ទៀតហើយវាមានហេតុការណ៍មួយចំនួនដែលធ្វើឲ្យគាត់នឹកស្មានមិនដល់អញ្ចឹងណាអូខេចឹងប្រហែលតែប៉ុណ្្នឹងទេចឹងកុំឲ្យខាត់ពេលយូរចូលសាច់រឿងរបស់យើងទាំងអស់គ្នារឿងរ៉ាវមួយនេះកើតឡើងប្រហែលជា8ឆ្នាំមុនហើយជារឿងរ៉ាវរបស់ប្អូនស្រីម្នាក់ឈ្មោះថាសៃនាងដោយការនោះសៃនាងមានអាយុទៅតែ15ឆ្នាំទេគាត់នៅរៀនវិទ្យាល័យនៅឡើយហើយកាលដែលគាត់រៀនហ្នឹងគឺគាត់រៀននៅទីក្រុងប៉ុន្តែសៃនាងគាត់ថាម៉ាក់គាត់តែងតែចុះទៅខេត្តជាប្រចាំហើយចុះទៅខេត្តហ្នឹងគឺគាត់ចុះទៅនិយាយរឿងការងាររបស់គាត់ដោយសារតែម៉ាក់គាត់ហ្នឹងធ្វើការនៅក្នុងក្រុមហ៊ុនហើយក្រុមហ៊ុនគេពេលខ្លះតម្រូវឲ្យម៉ាក់សៃនាងហ្នឹងចុះទៅខេត្ត 2-3 ថ្ងៃអីចឹងទៅហើយសៃនាងពេលដែលគាត់ទៅពីរៀនឬក៏ថ្ងៃបុណ្យទានឈប់សម្រាកអីចឹងគាត់តែងតែទៅតាមម៉ាក់គាត់ហើយប៉ាគាត់អត់ទៅជាមួយទេជាទូទៅប៉ាគាត់នៅផ្ទះពីព្រោះប៉ាគាត់នឹងធ្វើការនៅក្រុមហ៊ុនផ្សេងគ្នាហើយសនាងគាត់គឺជាកូនតូលដល់ពេលចឹងទៅពេលដែលទៅជាមួយម៉ាក់ទៅតែ2នាក់ហ្នឹងទៅ2-3ថ្ងៃចឹងទៅត្រឡប់មកវិញតែមិនទៅរាល់ដងទេទៅតែពេលណាដែលគាត់ទៅហើយគាត់ថាគាត់ធ្លាប់ទៅជាមួយម៉ាក់គាត់ហ្នឹង3-4 ដងហើយការដែលទៅរាល់ដងហ្នឹងមិនដែលជួបបញ្ហាអីទេទៅវិញទៅមកដោយសុវត្ថិភាពប៉ុន្តែលើកហ្នឹងស្រាប់តែគាត់ទៅពីរៀនហើយគាត់ទៅពីរៀនម៉ាក់គាត់ក៏ត្រូវចុះទៅខេត្តទៀតហើយចុះទៅប្រហែលជា4ថ្ងៃ4យប់អញ្ចឹងសៃនាងគាត់ក៏ទៅជាមួយម៉ាក់គាត់ហើយគាត់ជាមួយនឹងម៉ាក់គាត់នឹងចេញដំណើរពីផ្ទះប្រហែលជាពេលរសៀលម៉ោង1ម៉ោង2ថ្ងៃហើយគាត់ធ្វើដំណើរតាមផ្លូវទៅរហូតទៅហើយគាត់ថានៅតាមផ្លូវដែលត្រូវទៅខេត្តមួយហ្នឹងសៃនាងគាត់ថានៅពាក់កណ្ដាលផ្លូវមានវត្តធំមួយហើយពេលដែលម៉ាក់គាត់ជិះទៅដល់វត្តធំមួយហ្នឹងម៉ាក់គាត់តែងតែបត់ឆ្វេងបត់តាមអាផ្លូវកលៀតវត្តហ្នឹងហើយសៃនាងគាត់ថាជិះមករដងគាត់មិនដែលជួបអីទេដោយសារតែមករដងគាត់តែងតែគេងលក់និយាយទៅគាត់ចូលចិត្តគេងលក់ពេលដែលធ្វើដំណើរប៉ុន្តែលើកហ្នឹងស្រាប់តែគាត់ដឹងខ្លួនមកពេលដែលម៉ាក់គាត់ជិះចិត្តដល់វត្តមកកន្លែងហ្នឹងហើយស្រាប់តែសៃនាងដឹងខ្លួនមកម៉ាក់គាត់ក៏បត់ឡានតាមចំហៀងវត្តហ្នឹងទៅហើយពេលដែលម៉ាក់គាត់បត់ឡានទៅហ្នឹងសៃនាងគាត់យកមុខគាត់ខ្ទប់ទៅនឹងកញ្ចក់ឡាននិយាយទៅគាត់គេងហើយគាត់យកមុខខ្ទប់កញ្ចក់ឡានអញ្ចឹងទៅហើយបើកភ្នែកមើលលបងវត្តលេងអញ្ចឹងទៅប៉ុន្តែពេលដែលគាត់យកមុខយកភ្នែកខ្ទប់នឹងកញ្ចក់ឡានហ្នឹងគាត់ថាពេលដែលម៉ាក់គាត់បើកឡានទៅមុខសៃនាងគាត់ឃើញយាយចំណាស់ម្នាក់ដែលយាយចំណាស់ម្នាក់ហ្នឹងស្លៀកខ្មៅមួយឈុតប៉ុន្តែសក់គាត់សហើយសក់គាត់ធ្លាក់មកបាំងមុខតិចតិចនិយាយទៅសៃនាងមិនសូវឃើញមុខគាត់ច្បាស់ទេប៉ុន្តែអ្វីដែលគួរឲ្យខ្លាចសៃនាងគាត់ថាគាត់ឃើញតែមួយផ្លែទេស្រាប់តែយាយម្នាក់ហ្នឹងរត់មករកឡានហើយគាត់រត់មករកឡានហើយគាត់យកមុខគាត់ហ្នឹងមកផ្អឹបទៅនឹងកញ្ចក់ឡានអាខាងដែលសៃនាងយកមុខទៅខ្ទប់ហ្នឹងយាយម្នាក់ហ្នឹងរត់មកដល់យកមុខគាត់ខ្ទប់នឹងកញ្ចក់ដូចគ្នាតែគាត់នៅក្រៅហើយពេលដែលគាត់យកមុខខ្ទប់នឹងកញ្ចក់គាត់អញឹមផងគាត់សោចផងហាក់កន្លែងមាត់គាត់នេះមានទាំងឈាមមានទាំងទឹកមាត់មានទាំងមលូអីដូចរបៀបចាស់គាត់ទៅពីស្លាមលូគឺវាហូរមកប្រឡាក់កញ្ចក់ឡានម៉ាក់គាត់អាខាងក្រៅហ្នឹងហើយសៃនាងគាត់ខ្លាចមែនតើស្រែកឡើងផ្អើលឡានពេលហ្នឹងហើយបានគាត់ស្រែកចឹងទៅម៉ាក់គាត់សួរថាកូនឯងឃើញអីកូនឯងថៃហើយសៃនាងគាត់ប្រាប់ម៉ាក់គាត់ឡើងនិយាយសំឡេងមិនចង់ចេញគាត់ថាខ្មោចគាត់ឃើញខ្មោចចឹងណាប៉ុន្តែម៉ាក់គាត់តបមកវិញម៉ាក់គាត់ថាគាត់អត់ឃើញទេហើយម៉ាក់គាត់សួរសៃនាងថាឃើញនៅណាបានសៃនាងគាត់ចោលទៅកញ្ចក់ឡានប៉ុន្តែម៉ាក់គាត់នៅតែអត់ឃើញហើយដល់ពេលសៃនាងគាត់ងាកទៅមើលកញ្ចក់ឡានគាត់ថាយាយម្នាក់មុនហ្នឹងបាត់ឈឹងហើយអាស្នាមទឹកមាត់ស្នាមឈាមអីដែលគាត់ឃើញមុននឹងប្រឡាក់តាមកញ្ចក់ប្រឡាក់អីហ្នឹងក៏វាបាត់ដែរនិយាយទៅគឺគ្រប់យ៉ាងធម្មតាអត់មានអ្វីចម្លែកទេតែសៃនាងគាត់ឃើញច្បាស់ណាស់មុនហ្នឹងឃើញទាំងមុខឃើញទាំងមាត់ឃើញទាំងធ្មេញចុះបើគាត់យកមុខមកខ្ទប់នៅកញ្ចក់អីហ្នឹងយើងមិនច្បាស់មែនទេហើយដល់ពេលម៉ាក់គាត់មិនឃើញចឹងទៅក៏តាមហ្នឹងទៅណាប៉ុន្តែសៃនាងនៅតែភ័យនៅតែខ្លាចញ័រនៅក្នុងឡានហ្នឹងហើយម៉ាក់គាត់ក៏គិតតែពីបើកឡានបដាលួងសៃនាងបដាលចឹងទៅបើកឡានរហូតទៅដល់ឯខេត្តមួយហ្នឹងប្រហែលជាម៉ោង5ល្ងាចបានម៉ាក់គាត់ទៅទិញអីញ៉ាំមកសតុះទៅហើយបាន2នាក់គាត់ជិះឡានទៅផ្ទះហើយសៃនាងគាត់ប្រាប់ថាម៉ាក់គាត់មានផ្ទះមួយនៅឯខេត្តហ្នឹងហើយផ្ទះមួយហ្នឹងម៉ាក់គាត់ទិញប្រហែលជា 2-3 ឆ្នាំហើយតាំងពីទិញមកមិនដែលមកនៅទេដែលតែចូលមកសម្រាប់ 2-3 ថ្ងៃចឹងពេលដែលម៉ាក់គាត់ចូលមកខេត្តក៏ទៅគេងនៅផ្ទះហ្នឹងទៅតែបើថាមិនបានមកខេត្តទេផ្ទះហ្នឹងក៏ទុកចោលជួលអីគេក៏អត់ជួលដែរនិយាយទៅទុកផ្ទះចោលហើយសៃនាងគាត់ថាម៉ាក់គាត់ដោយសារតែមិនដែលនៅផ្ទះហ្នឹងជាប្រចាំដល់ពេលចឹងទៅម៉ាក់គាត់មិនដែលស្គាល់អ្នកភូមិនៅតំបន់ហ្នឹងឬក៏ទៅនិយាយជាមួយអ្នកជិតខាងអីទេនិយាយទៅគ្មានតំណែងជាមួយអ្នកជិតខាងទេទៅដល់ផ្ទះគឺដឹងតែចូលផ្ទះគេងហើយសៃនាងគាត់ថានៅភូមិដែលម៉ាក់គាត់ទិញផ្ទះនៅហ្នឹងភូមិហ្នឹងគឺអត់សូវអ៊ូអរប្រហែលទេ
តែមានផ្ទះប្រជាជនគេផ្សេងៗនៅតាមផ្លូវតែគ្រាន់តែថាយប់ឡើងគឺស្ងាត់ជ្រាបហើយភ្លើងនៅតាមផ្លូវក៏អត់មានដែរមានតែភ្លើងដែលចេញពីផ្ទះប្រជាជនណាវាភ្លឺតិចៗមកផ្លូវចឹងទៅហើយអ្វីដែលវាលេចធ្លោជាងគេហ្នឹងគឺនៅក្បែរផ្ទះស្រីនាងណាមានដើមអំបិលទឹកមួយហើយដើមអំបិលទឹកហ្នឹងធំមែនតើប៉ុន្តែនៅចម្ងាយពីផ្ទះស្រីនាងប្រហែលជា40-50ម៉ែត្រណានិយាយទៅយើងមើលទៅឃើញដើមហ្នឹងច្បាស់ជាងគេខ្ពស់ជាងគេធំជាងគេនៅក្នុងភូមិហ្នឹងណាគឺដើមហ្នឹងលេចធ្លោមែនតើប៉ុន្តែមើលទៅអត់មានអីគួរឲ្យខ្លាចទេដោយសារតែដើមឈើមួយដើមហ្នឹងគឺវានៅតាមផ្លូវហើយមានម៉ូតូមានឡានជិះកាត់ជាប្រចាំអញ្ចឹងវាដូចអត់មានអីត្រូវអញើទេមែនទេគ្រាន់តែថាដើមអំបិលទឹកហ្នឹងវាធំលេចធ្លោអញ្ចឹងណាហើយស្រីនាងគាត់ថានៅយប់មួយហ្នឹងពេលដែលគាត់កំពុងតែអង្គុយញ៉ាំបាយជាមួយម៉ាក់គាត់នៅផ្ទះគាត់អត់ទាន់បញ្ចេញអាការៈអីទេតែអាភាពភ័យគឺនៅតែមានទេណាតែដល់ពេលយប់បន្តិចស្រាប់តែស្រីនាងនេះគាត់ឈឺលេងញ៉ាំបាយហើយមានអារម្មណ៍អត់ស្រួលហ្មងក្តៅខ្លួនផងល្ងាផងអីផងហើយម៉ាក់គាត់នឹងមានថ្នាំមានអីសកូទៀតដល់ពេលអញ្ចឹងទៅក៏ឲ្យស្រីនាងលេបថ្នាំមកលេបអញ្ចឹងទៅហើយស្រីនាងគាត់ក៏ទៅគេងនៅក្នុងបន្ទប់គាត់ហើយម៉ាក់គាត់ក៏ទៅគេងបន្ទប់ផ្សេងណាប៉ុន្តែនៅយប់មួយហ្នឹងស្រីនាងគាត់ថាពេលដែលគាត់គេងលក់ហើយពេលដែលគេងលក់ហ្នឹងគាត់យល់សប្តិប៉ុន្តែការយល់សប្តិរបស់គាត់ដូចមែនតែនអញ្ចឹងគាត់ថាក្នុងយល់សប្តិហ្នឹងគឺគាត់កំពុងតែគេងលក់ដូចគ្នាស្រាប់តែគាត់ដឹងខ្លួនមកវិញដោយសារតែគាត់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែអែលសក់គាត់ថាអារម្មណ៍គាត់បែបហ្នឹងអត់មានប៉ះសាច់ប៉ះអីគាត់ទេគាត់ថាដូចមានអ្វីម្យ៉ាងមកប៉ះសក់គាត់ហើយគ្រាន់តែគាត់មានអារម្មណ៍បែបហ្នឹងស្រីនាងបើកភ្នែកមកភឹបគាត់ថាគាត់ឃើញយាយចំណាស់ម្នាក់ស្លៀកឈុតខ្មៅសុទ្ធហើយសក់សប៉ុន្តែសក់គាត់លើកហ្នឹងគឺចងស្អាតបាតឲ្យយើងឃើញមុខច្បាស់ហើយមុខគាត់ក៏មិនមែនគួរឲ្យខ្លាចឬក៏មានឈាមមានអីដូចថ្ងៃមិញដែរនិយាយទៅអ្វីដែលគាត់ឃើញពេលហ្នឹងគឺជាយាយចំណាស់ម្នាក់ដែលស្លៀកពាក់ស្អាតបាតចងសក់ចងអីត្រឹមត្រូវហើយយាយម្នាក់ហ្នឹងកំពុងតែអង្គុយនៅលើក្បាលគ្រែស្រីនាងហើយគាត់យកដៃគាត់ហ្នឹងអែលសក់ស្រីនាងអែលតិចច្បូតតិចនិយាយទៅដូចគាត់ស្រឡាញ់សក់ស្រីនាងណាស់អញ្ចឹងណាហើយស្រីនាងគាត់ថានៅក្នុងយល់សប្តិគាត់ហ្នឹងគាត់មិនដឹងមិនទេគាត់សង្ងំឲ្យយាយម្នាក់ហ្នឹងអែលសក់គាត់អត់មានស្រែកអត់មានខ្លាចអត់មានហៅម៉ាក់គាត់ឲ្យមកជួយមកមើលអីគឺអត់ហ្មងគាត់គេងស្ងៀមមើលយាយម្នាក់ហ្នឹងអែលសក់គាត់អញ្ចឹងទៅអែលទៅវិញទៅមកហើយយាយម្នាក់ហ្នឹងអែលតែសក់ស្រីនាងទេអត់មានមើលមុខស្រីនាងទេនិយាយទៅគាត់ចាប់អារម្មណ៍តែសក់ហើយស្រីនាងគាត់ថាគាត់សង្ងំអញ្ចឹងសង្ងំឲ្យយាយម្នាក់ហ្នឹងអែលសក់រហូតតតែគាត់គេងលក់ថ្មណាក៏មិនដឹងអាហ្នឹងគឺជាអ្វីដែលគាត់យល់សប្តិនៅយប់ទី1ហើយដល់ពេលព្រឹកឡើងគាត់ដឹងខ្លួនមកស្រីនាងគាត់អត់បានយករឿងហ្នឹងប្រាប់ម៉ាក់គាត់ទេដោយសារតែគាត់អត់មានអារម្មណ៍ភ័យខ្លាចប៉ុណ្ណឹងហើយគាត់ដូចរបៀបមិនយកចិត្តទុកដាក់គាត់ដូចរបៀបធ្វើធម្មតាអញ្ចឹងណាវាអត់មានអីចម្លែកអញ្ចឹងណាហើយគាត់ក៏ទៅធ្វើការជាមួយម៉ាក់គាត់ទៅនិយាយជាមួយភ្ញៀវជាមួយអីហ្នឹងស្រីនាងគាត់ទៅដែរហើយពេលដែលគាត់ទៅធ្វើការជាមួយម៉ាក់គាត់ស្រីនាងគាត់ថាអាការក្តៅខ្លួនអត់ស្រួលខ្លួនអីគាត់យប់មិញហ្នឹងគឺបាត់ឈឹងនិយាយទៅត្រឡប់មកធម្មតាដោយថាថ្នាំម៉ាឡេបរបស់ម៉ាក់គាត់ហ្នឹងវាប៉កែអញ្ចឹងដាក់តែម៉ាឡេបហ្នឹងជាហ្មងហើយក៏ជិះឡានទៅធ្វើការជាមួយម៉ាក់គាត់អញ្ចឹងទៅរហូតតល្ងាចបានត្រឡប់មកផ្ទះវិញហើយត្រឡប់មកផ្ទះវិញក៏អង្គុយញ៉ាំបាយពីអ្នកម៉ាក់គាត់អញ្ចឹងទៅហើយបានចូលគេងហើយពេលដែលស្រីនាងចូលគេងហ្នឹងគាត់ថាគាត់មានអារម្មណ៍អត់ស្រួលខ្លួនទៀតហើយនិយាយទៅឲ្យតែយប់ឡើងដឹងតែចាប់ផ្ដើមក្តៅខ្លួនចាប់ផ្ដើមល្ងាចាប់ផ្ដើមពិបាកទ្រាំក្នុងខ្លួនណាតែដោយសារយប់ហ្នឹងម៉ាក់គាត់ចូលទៅក្នុងបន្ទប់សម្រានហើយអញ្ចឹងគាត់អត់ចង់ហៅគាត់ក៏សង្ងំឈឺសង្ងំអត់ស្រួលខ្លួននៅក្នុងបន្ទប់ហ្នឹងទៅហើយសង្ងំរហូតតតែគេងលក់ហើយដល់ពេលគេងលក់ចាប់ផ្ដើមយល់សប្តិមកទៀតដោយក្នុងយល់សប្តិគាត់ហ្នឹងគឺដូចមែនតែអញ្ចឹងគឺគាត់កំពុងតែគេងនៅក្នុងបន្ទប់ហ្នឹងហើយគាត់គេងសុកគាត់មានអារម្មណ៍ថាមាននរណាម្នាក់មកអែលដៃជើងគាត់វាខុសពីយប់ម្សិលមិញអែលតែសក់ឯងលើកនេះមានអ្នកមកអែលដៃហើយអែលទៅវិញទៅមកទាំងជើងទាំងដៃហើយដល់ពេលស្រីនាងគាត់ដឹងអញ្ចឹងគាត់បើកភ្នែកមកមើលគាត់ក៏ឃើញយាយចាស់ម្សិលមិញហ្នឹងយាយចាស់ម្សិលមិញតែគាត់យល់សប្តិឃើញស្លៀកឈុតខ្មៅសក់សចងស្អាតបាតយាយម្នាក់ហ្នឹងឥឡូវមកអង្គុយអែលដៃជើងស្រីនាងហើយគាត់អែលទៅវិញទៅមកហើយលើកហ្នឹងមិនត្រឹមតែអែលទេគាត់ងាកមុខមកមើលស្រីនាងហើយគាត់អញឹមដាក់ស្រីនាងទៀតប៉ុន្តែស្នាមញញឹមរបស់គាត់អត់មានអីគួរឲ្យខ្លាចទេដូចជាយាយចំណាស់ម្នាក់ដែលស្រឡាញ់យើងអញ្ចឹងណានិយាយទៅដូចយាយស្រឡាញ់ចៅគាត់អែលបណ្ដោយគាត់អញឹមមកយើងដូចគាត់ស្រឡាញ់យើងអញ្ចឹងហើយស្រីនាងដល់ពេលឃើញយាយម្នាក់ហ្នឹងអញឹមមកស្រស់ពេកគាត់អត់មានខ្លាចទេប៉ុន្តែគាត់ក៏អត់បានអញឹមទៅវិញដែរគាត់កំពុងតែឆ្ងល់ថាហេតុអីយាយម្នាក់ហ្នឹងមកអែលដៃជើងគាត់ហើយយាយម្នាក់ហ្នឹងជាពីណាគេមិនបានមកស្រឡាញ់គាត់ម៉េះចូលចិត្តគាត់ម៉េះអញ្ចឹងទៅពេលហ្នឹងគិតអញ្ចឹងហើយគាត់ថាយាយម្នាក់ហ្នឹងអែលគាត់រហូតតគាត់គេងលក់ថ្មណាក៏មិនដឹងរហូតដល់ភ្លឺទៅហើយអាហ្នឹងគឺជាយប់ទី2
ហើយដល់ពេលព្រឹកឡើងការឈឺក្បាលអត់ស្រួលខ្លួនក្តៅខ្លួនអីរបស់គាត់ហ្នឹងណាក៏វាបាត់ទៅតាមហ្នឹងនិយាយទៅពីព្រឹកដល់ល្ងាចគឺអត់មានឈឺអីទេតែពីល្ងាចចូលដល់យប់ជ្រៅហ្នឹងចាប់ផ្ដើមអត់ស្រួលខ្លួនហើយគឺអាហ្នឹងអ្វីដែលគាត់ចំណាំណាហើយដល់ពេលព្រឹកទី2ហ្នឹងពេលគាត់ដឹងខ្លួនមកគាត់ក៏ទៅធ្វើការជាមួយម៉ាក់គាត់ទៅប៉ុន្តែនៅថ្ងៃមួយហ្នឹងស្រីនាងគាត់ថាម៉ាក់គាត់ចុះពីឡានទៅនិយាយជាមួយភ្ញៀវនិយាយជាមួយអតិថិជនហ្នឹងណាតែស្រីនាងអត់ចុះទេដោយសារគាត់មិនចង់ទៅស្ដាប់ចាស់និយាយគ្នាអញ្ចឹងស្រីនាងគាត់គេងនៅក្នុងឡានហើយដំបូងឡើយគាត់គេងចុចទូរស័ព្ទមើលធម្មតាទេប៉ុន្តែដល់ពេលចុចទូរស័ព្ទយូរទៅងុយគេងគាត់ក៏គេងក្នុងឡានទៅអាកៅអីផ្នែកខាងក្រោយហើយដល់ពេលគាត់គេងលក់យូរប៉ុណ្ណាមិនដឹងទេប៉ុន្តែគាត់មកដឹងខ្លួនឡើងវិញដោយសារតែគាត់ឮសំឡេងមនុស្សចាស់ម្នាក់នៅក្នុងឡានរបស់គាត់ហ្នឹងហើយស្រីនាងគាត់ឮភ្លាមបើកភ្នែកមកពឹបគាត់ថាគាត់ឃើញក្បាលគាត់ហ្នឹងកំពុងតែគេងកោយនៅលើផ្លូវយាយចំណាស់ម្នាក់ហើយយាយចំណាស់ម្នាក់ហ្នឹងគឺជាយាយដែលគាត់តែងតែយល់សពឃើញហ្នឹងគឺស្លៀកពាក់ឈុតខ្មៅសក់សហើយកំពុងតែនិយាយកំពុងតែច្រៀងនិយាយទៅដូចរបៀបបំពេស្រីនាងឲ្យគេណាហើយពេលហ្នឹងស្រីនាងគាត់ភ្ញាក់មែនទេមិនមែនដូចយប់មិញទេណាដោយសារនេះនៅក្នុងឡានហើយគាត់ឆ្ងល់គាត់ថាហេតុអីយាយម្នាក់ហ្នឹងមកពីអង្កាលចូលក្នុងឡានគាត់តាំងពីអង្កាលដល់ពេលគាត់ភ្ញាក់ភឹបចឹងទៅបានគាត់ដឹងថាមុនហ្នឹងគាត់យល់សពមុនហ្នឹងដូចថាមិនសូវច្បាស់ដល់ពេលភ្ញាក់មកអូយល់សពប៉ុន្តែដូចមែនតើហើយបេះដូងវិញដឹបហ្នឹងហើយពេលហ្នឹងម៉ាក់គាត់មិនតន់មកវិញទៀតនៅនិយាយការងារជាមួយគេហ្នឹងណាអញ្ចឹងស្រីនាងគាត់អត់ហ៊ាននៅក្នុងឡានគាត់ក៏ចុះពីឡានទៅទិញទឹកទិញអីញ៉ាំចឹងទៅហើយដល់ពេលទិញមកសតុបានគាត់មកឡានវិញម៉ាក់គាត់ក៏ត្រឡប់មកវិញដូចគ្នាហើយបានពីរអ្នកគាត់ធ្វើដំណើរទៅញ៉ាំអីហើយបានត្រឡប់ទៅផ្ទះហើយស្រីនាងគាត់ក៏បានយកអាការយល់សពរបស់គាត់ថ្ងៃមិញហ្នឹងណាប្រាប់ទៅម៉ាក់គាត់ដែរប៉ុន្តែម៉ាក់គាត់ដូចថាគាត់ហត់ពីការងារពេកអញ្ចឹងគាត់អត់សូវខ្វល់ជាមួយស្រីនាងទេស្រីនាងប្រាប់ចឹងទៅម៉ាក់គាត់ក៏ថាមិនអីទេគាត់ឯងយល់សពយល់អីចឹងទៅនិយាយទៅមិនមែនម៉ាក់គាត់មិនជឿទេណាតែម៉ាក់គាត់ហត់ពេកដល់ពេលចឹងទៅអត់សូវយកចិត្តទុកដាក់ទេគាត់ថាស្រីនាងនឹងគិតខ្លួនឯងយល់សពអីចឹងទៅធម្មតាហើយបានធ្វើដំណើរទៅដល់ផ្ទះហើយក៏ចូលទៅក្នុងបន្ទប់គេងរៀងខ្លួនហើយស្រីនាងគាត់ថាយប់ហ្នឹងដូចដើមឲ្យតែថាយប់ឡើងគាត់មានអារម្មណ៍ដូចមិនសូវស្រួលខ្លួនទេហើយយប់ហ្នឹងធ្ងន់ជាងរាល់ដងទៀតរាល់ដងក្តៅខ្លួនល្ងាតិចទេតែយប់នេះគាត់ពិបាកក្នុងខ្លួនមែនតើហើយគាត់ថាពិបាកដល់ថ្នាក់គាត់ហ្នឹងងើបទៅហៅម៉ាក់គាត់អត់រួចនិយាយទៅវាគ្មានកម្លាំងវាអត់ស្រួលខ្លួនវាពិបាកធំមែនតើណាហើយបានតែធំសងំនៅក្នុងបន្ទប់ហ្នឹងលក់អាត្មាណាក៏មិនដឹងដែរប៉ុន្តែលក់ដល់យប់ជ្រៅបន្តិចមិនដឹងជាម៉ោងប្រហែលទេគាត់ត្រូវមកដឹងខ្លួនឡើងវិញដោយសារតែគាត់ឮសំឡេងមនុស្សចាស់ម្នាក់ស្រែកហៅគាត់ហើយការស្រែកហៅរបស់យាយម្នាក់ហ្នឹងគឺធម្មតាមែនតើហៅឈ្មោះស្រីនាងហ្នឹងថាស្រីនាងចៅមកលេងជាមួយយាយមកចៅហៅឡើងបរោះហៅឡើងយើងចង់ទៅហ្មងសំឡេងយាយម្នាក់ហ្នឹងស្រីនាងគាត់ថាថ្នមមែនតើហើយដល់ពេលស្រីនាងគាត់ឮសំឡេងអញ្ចឹងគាត់ក៏បើកភ្នែកមកគាត់ឃើញយាយម្នាក់ហ្នឹងឈរនៅកន្លែងទ្វារបន្ទប់ហើយឈរនៅកន្លែងទ្វារបន្ទប់ហើយគាត់ព្យាយាមបក់ដៃហៅស្រីនាងហ្នឹងមកតាមគាត់និយាយទៅឲ្យដើរចេញពីបន្ទប់ទៅជាមួយគាត់តែស្រីនាងពេលហ្នឹងគាត់អត់ទៅទេដូចថាគាត់មិនដឹងទៅណាគាត់ទៅធ្វើអីចឹងណាដល់ពេលចឹងទៅគាត់ទៅទេហើយគាត់នៅលើគ្រែគាត់កវីក្បាលដូចថាខ្ញុំអត់ទៅទេចឹងទៅតែស្រីនាងអត់បាននិយាយទេគាត់គ្រាន់តែកវីក្បាលហើយគ្រាន់តែគាត់កវីក្បាលហើយនិយាយចំណាស់ម្នាក់ហ្នឹងគាត់ច្រំជើងគាត់ច្រំទឹងគាត់ធ្វើដោយរបៀបគាត់ខឹងហេតុអីក៏មិនទៅតាមគាត់ចឹងណាហើយគាត់ព្យាយាមស្រែកហៅចឹងស្រីនាងមកក្រៅមួយយាយហើយស្រីនាងអត់ទៅទេកវីក្បាលយាយហ្នឹងខឹងបរោយស្រែកហៅបែបគំរោះគំរើយថាអញហៅមកជាមួយអញមកអត់ឥឡូវបដូរទៅជាអញ្ចឹងវិញមុននឹងហៅព្រោះមានទឹកដមតែឥឡូវនេះនិយាយសិតតែអញហែងហើយសួរមកជាមួយអញអត់ឥឡូវហើយស្រីនាងពេលហ្នឹងចាប់ផ្ដើមភ័យណាប៉ុន្តែអត់មានគិតទៅលើខ្មោចអត់មានគិតអីទេពីព្រោះពេលហ្នឹងឃើញយាយម្នាក់ហ្នឹងដូចមនុស្សអញ្ចឹងដល់ពេលអញ្ចឹងទៅអត់មានគិតទៅលើរឿងខ្មោចទេតែភ័យហ្នឹងដោយសារតែខ្លាចយាយនឹងមកវាយគាត់ឬក៏ធ្វើបាបគាត់អញ្ចឹងទៅតែស្រីនាងអត់មានងើបទៅណាទេហើយដល់ពេលអត់ងើបទៅណាអញ្ចឹងទៅយាយម្នាក់ហ្នឹងគាត់ក៏ដើរទៅក្រៅបន្ទប់វិញហើយគាត់ដើរទៅក្រៅបន្ទប់គាត់បិទទ្វារបិទអីត្រឹមត្រូវបិទផាំងអញ្ចឹងទៅដើរទៅណាក៏មិនដឹងដែរហើយស្រីនាងគាត់សង្ងំនៅក្នុងបន្ទប់ហ្នឹងសង្ងំបិទភ្នែកសង្ងំគេងតែគាត់ថាមិនដឹងគេងលក់ឬក៏យល់សពទេគាត់អត់ច្បាស់ទេគាត់ថាគាត់សង្ងំគេងសុកហ្នឹងស្រាប់តែឮសំឡេងយាយចំណាស់ម្នាក់ហ្នឹងស្រែកហៅមកទៀតហើយហៅលើកហ្នឹងថ្នមដោយអាដបងអញ្ចឹងថាស្រីនាងចៅហើយស្រីនាងគាត់ឮសំឡេងអញ្ចឹងគាត់ក៏បើកភ្នែកមកគាត់ឃើញយាយម្នាក់ហ្នឹងឈរនៅក្បែរគ្រែរបស់គាត់ហើយយាយម្នាក់ហ្នឹងគាត់កាន់ស្លឹកចេកប៉ុន្តែស្លឹកចេកហ្នឹងមិនមែនស្លឹកធម្មតាទេស្លឹកចេកដែលគេបត់ឲ្យមានផ្កាមានអីសនៅក្នុងអាស្លឹកចេកហ្នឹងនិយាយទៅគេបត់ឡើងស្អាតហើយយាយម្នាក់ហ្នឹងយកអាស្លឹកចេកដែលមានផ្កានៅពីក្នុងហ្នឹងហុចមកឲ្យស្រីនាងតែយកអត់យាយឲ្យ
ប៉ុន្តែស្រីនាងអត់យកទេស្រីនាងគាត់កវីក្បាលហើយគ្រាន់តែស្រីនាងគាត់កវីក្បាលយាយម្នាក់ហ្នឹងណាគាត់យកអាស្លឹកចេកហ្នឹងទៅក្រោយដាក់ក្រោយខ្នងគាត់ហើយគាត់លូកដៃទៅក្រោយខ្នងគាត់មកសន្ទុះចឹងទៅគាត់ក៏យកដៃគាត់មកខាងមុខវិញស្រាប់តែអាស្លឹកចេកមុនហ្នឹងណាវាបដូរទៅជាជើងពៀនតូចល្មមទេប៉ុន្តែនៅលើជើងពៀនហ្នឹងមានស្អីមិនដឹងទេស្រីនាងគាត់អត់ស្គាល់ណានិយាយទៅដូចមានរបស់របរអីមួយយ៉ាងនៅលើជើងពៀនមួយហ្នឹងហើយយាយម្នាក់ហ្នឹងគាត់ហុចជើងពៀនហ្នឹងមកឲ្យស្រីនាងហើយគាត់សួរចៅយកអត់ស្រីនាងអត់យកទេស្រីនាងគាត់ថាអត់យកទេហើយកវីក្បាលផងនិយាយផងតែដល់ពេលស្រីនាងនិយាយចឹងណាយាយម្នាក់ហ្នឹងចាប់ផ្ដើមទៀតចាប់ផ្ដើមដូចថាគាត់ក្តៅកាហាយគាត់ខឹងគាត់ណាចាប់ផ្ដើមច្រំជើងចាប់ផ្ដើមមុខកមើដាក់ស្រីនាងប៉ុន្តែគាត់អត់តន់និយាយអត់តន់ជេរអីទេហើយគាត់យកជើងពៀនមួយហ្នឹងទៅដាក់នៅក្រោយខ្នងរបស់គាត់ហើយស្រាប់តែគាត់ដកដៃចេញពីក្រោយខ្នងមកវិញស្រាប់តែមានកូនចានទូចមួយហើយក្នុងកូនចានទូចហ្នឹងមានបាយតណៅពណ៌ខ្មៅហើយយាយម្នាក់ហ្នឹងគាត់ហុចបាយតណៅខ្មៅហ្នឹងមកឲ្យស្រីនាងហើយគាត់និយាយថ្នមដូចដើមណែចៅយាយឲ្យយកទៅចៅតែស្រីនាងអត់យកទេនិយាយទៅយាយម្នាក់ហ្នឹងគាត់ព្យាយាមនិយាយឲ្យស្រីនាងយកនិយាយឡើងទុនភ្លុននិយាយឡើងសុភាពឲ្យព្យាយាមដូរនេះដូរនោះដើម្បីឲ្យស្រីនាងទទួលរបស់ពីគាត់ប៉ុន្តែស្រីនាងអត់យកស្រីនាងកវីក្បាលគ្រប់យ៉ាងហើយដល់ពេលស្រីនាងកវីក្បាលចឹងទៅយាយម្នាក់ហ្នឹងចាប់ផ្ដើមទៀតខឹងណាលើកខឹងមែនតើណាច្រំជើងទឹងហើយដើរមកចិត្តស្រីនាងបំរុងនឹងធ្វើបាបប៉ុន្តែអត់ធ្វើបាបទេគាត់ដើរមកជិតសន្លក់ស្រីនាងឲ្យស្រីនាងភ័យឲ្យស្រីនាងខ្លាចហើយបានគាត់សន្លក់មកសន្ទុះហើយគាត់ក៏ដើរចេញទៅក្រៅបន្ទប់វិញទៅហើយពេលគាត់ដើរចេញទៅក្រៅហើយបានគាត់ទាញទ្វារបន្ទប់បិទទៅវិញផាំងហើយអាសលេងផាំងហ្នឹងបានស្រីនាងគាត់ដឹងខ្លួនមកអញ្ចឹងមានន័យថាមុនហ្នឹងស្រីនាងគាត់យល់សពអាមុនហ្នឹងគាត់ច្បាស់ទៅតែឥឡូវនេះគាត់ច្បាស់ថាមុនហ្នឹងគាត់យល់សពប៉ុន្តែបងប្អូនស្ដាប់រឿងតាំងពីដំបូងមកបងប្អូនគិតខ្លួនឯងទៅថាអាហ្នឹងវាជាការយល់សពឬក៏មិនវាមិនដែរអាណាយល់សព3-4ថ្ងៃឃើញមនុស្សតែមួយអញ្ចឹងឯងមែនទេតែស្រីនាងពេលហ្នឹងគាត់ថាគាត់យល់សពដោយសារគ្នាក្មេងពេកគ្នាគិតមិនបានដល់ពេលអញ្ចឹងទៅពេលដែលដឹងខ្លួនមកគូភ័យមែនតើតែគាត់អត់ហ៊ានទៅរកម៉ាក់គាត់ទេហើយក៏មិនហ៊ានទៅដាស់ទៅហៅអីដែរដោយសារតែម៉ាក់គាត់ហត់ពីការងារហើយស្រីនាងគាត់ថាម៉ាក់គាត់កាចដល់ពេលអញ្ចឹងទៅខ្លាចទៅហៅទៅម៉ាក់គាត់ជេរម៉ាក់គាត់ស្ដីឲ្យអញ្ចឹងក៏អត់ហៅទេសុកចិត្តសង្ងំនៅក្នុងបន្ទប់ហ្នឹងហើយគេងលក់ថ្មណាក៏មិនដឹងប៉ុន្តែពេលដែលគាត់គេងលក់ហ្នឹងអានេះចាប់ផ្ដើមទៀតមិនដឹងជាយល់សពឬក៏មែនតែនទេនិយាយទៅវាវល់គាត់ថាគាត់សង្ងំគេងសុកហ្នឹងឮសំឡេងយាយចាស់មុនហ្នឹងមកស្រែកហៅទៀតហើយស្រែកហៅឈ្មោះស្រីនាងមកក្រៅមួយយាយមកចៅមកក្រៅមួយយាយមកហើយលើកហ្នឹងស្រីនាងគាត់ថាគាត់អត់បានដើរទៅក្រៅទេប៉ុន្តែគាត់មិនដឹងមិនខ្មិចគាត់ថាភ្នែកគាត់នេះមើលឃើញនៅក្រៅហ្មងបងប្អូនយល់កន្លែងហ្នឹងមែនទេគឺស្រីនាងគាត់ថាគាត់អត់បានងើបពីលើគ្រែដើរទៅរកយាយម្នាក់ហ្នឹងទេប៉ុន្តែភ្នែកគាត់នេះមើលឃើញដូចគាត់កំពុងតែដើរអញ្ចឹងយាយម្នាក់ហ្នឹងព្យាយាមបោកដៃហៅគាត់ហើយភ្នែកស្រីនាងហ្នឹងគាត់ឃើញនៅក្រៅបន្ទប់ឃើញតាមទ្វារតាមផ្លូវដើរអីចឹងហើយគាត់តាមយាយម្នាក់ហ្នឹងទាំងដែលគាត់អត់ដឹងខ្លួនទេថាគាត់កំពុងតែដើរឬក៏ដេកតែភ្នែកគាត់ហ្នឹងមើលឃើញយាយម្នាក់ហ្នឹងដើរហើយយាយម្នាក់ហ្នឹងនាំគាត់ដើរចេញពីក្រៅបន្ទប់ហើយចេញទៅក្រៅបន្ទប់ហើយបាននាំចេញទៅក្រៅផ្ទះហើយយាយម្នាក់ហ្នឹងគាត់បើកទ្វារបើកអីមកស្អាតហៅស្រីនាងហ្នឹងឲ្យដើរតាមហើយស្រីនាងហ្នឹងគាត់ទៅពីទៅតាមទៅតែបច្ចៈម្ដងទៀតណាគឺភ្នែកគាត់ឃើញរូបភាពបែបហ្នឹងតែខ្លួនគាត់ដើរឬអត់ក៏អត់ដឹងខ្លួនទេតែភ្នែកគាត់ហ្នឹងទៅតាមយាយម្នាក់ហ្នឹងឲ្យទៅណាភ្នែកគាត់ឃើញកន្លែងហ្នឹងយាយគាត់ដើរទៅមុខភ្នែកគាត់ហ្នឹងទៅតាមយាយហ្នឹងហើយស្រីនាងគាត់ថាគាត់ឃើញរហូតទៅដល់ទ្វារលបងហើយយាយម្នាក់ហ្នឹងបក់ដៃហៅស្រីនាងទៅតាមគាត់ទៀតនិយាយទៅក្រៅលបងផ្ទះហើយពេលហ្នឹងគឺយប់ជ្រៅណាប៉ុន្តែយាយម្នាក់ហ្នឹងហៅគាត់ចេញទៅក្រៅលបងផ្ទះហើយស្រីនាងមិនដឹងមិនទៀតទៅទៀតរូបភាពដែលគាត់ឃើញហ្នឹងដើរតាមយាយម្នាក់ហ្នឹងទៀតហើយបងប្អូនដឹងថាយាយម្នាក់ហ្នឹងនាំទៅណាអត់យាយម្នាក់ហ្នឹងគាត់នាំស្រីនាងទៅក្រុមដើមអំបិលទឹកហើយភ្នែកស្រីនាងគឺអញ្ចឹងគឺគាត់ឃើញយាយម្នាក់ហ្នឹងដើរអញ្ចឹងហើយគាត់តាមពីក្រោយអញ្ចឹងដើររហូតទៅមុខម្ដងបន្តិចទៅឃើញដើមអំបិលទឹកមួយហ្នឹងហើយស្រីនាងគាត់ថារូបភាពដែលគាត់ឃើញវាចិត្តទៅដល់ដើមអំបិលទឹកហ្នឹងហើយប៉ុន្តែស្រាប់តែគាត់ត្រូវមកដឹងខ្លួនវិញដោយសារតែឮសំឡេងម៉ាក់គាត់ស្រែកហៅហើយម៉ាក់គាត់ស្រែកហៅបែបភ័យមែនទែនហៅស្រីនាងបានស្រីនាងគាត់ភ្ញាក់មកហើយបងប្អូនដឹងទេថាគាត់ភ្ញាក់មកហ្នឹងគាត់នៅណាគឺស្រីនាងគាត់ថាខ្លួនគាត់ឥឡូវហ្នឹងឈរនៅក្បែរដើមអំបិលទឹកនៅក្រៅផ្ទះហើយមិនដឹងមកតាំងពីពេលណាទេហើយម៉ាក់គាត់មកស្រែកហៅហ្នឹងគឺដោយសារតែម៉ាក់គាត់ឃើញស្រីនាងនេះដើរចេញទៅក្រៅផ្ទះបានម៉ាក់គាត់រត់ចេញមកហៅកូនគាត់អាកន្លែងហ្នឹងគឺព្រឺសវល់មែនទែនហើយដល់ពេលម៉ាក់គាត់មកស្រែកហៅចឹងទៅបានម៉ាក់ស្រីនាងហ្នឹងអូសស្រីនាងទៅផ្ទះវិញហើយពេលស្រីនាងទៅដល់ផ្ទះស្រីនាងអត់តន់យល់អីទេ
Sấy niếng cất tập bị ngọt lá tha hẹt ấy quạt nơi nâng hay hẹt ấy mà anh mà hàng nhôm miên hưởng ấy cạt lang nhớ nè bạn mạ cót phẹp đôi nhôm vậy một nâng chân á mạ cót thắc khơi sấy niếng đào trên tờ cào thìa ấy đào ta na mà đăng thì ấy mạ cót khơi chân á ọt miên ngọt chởn thế có phải nhắm mà sấy hai sấy niếng oi mà chỗ teo bên màu ấy đập bê tư sấy nâng á bạn đăng tha sấy niếng cót mà mưa sấy niếng cót bắt phết đào á cót mà mưa đào tờ khéo thìa con ta ở đây vi chầm lái cứ là bọn thìa mạ sấy niếng cót chạ sao hỏi ấy mình thấm tại chạ sao là bọn tê chạ sao thìa thiệt hay sao thét cứ nơi mạ cọt nơi có bố mạ cọt nó tái à lỡ hai ấy có sấy niếng tranh tờ cào thẻ bàn rồi bà dương mơ tăng vì chia sát cứ mạ cọt ai đừng plek chạ sao thẻ hay đừng plek chạ sao là bọn chứ sấy niếng cọt còn tài đọ mê sao tranh tới cọt ai bạc phía bà này mày nè anh ấy bà mơ tăng vì chia sát tái mạ cọt thá mạ cọt chạ sao là bọn chụp ăn à vậy để bạc lan châu nữa á mạ cọt chạ sao chạ ai chết áo hơi hay bọc plek chạ sao có cua tại plek tầm mui đây mình men plek sao thẻ hơi tập plek sao là bọn tiệt mà có đã còn phải chia anh chẳng có thắc có plek tê có chả sao là bọn chết tái mình đăng mấy xây niếng có đào trên tờ cào thẻ bàn nó ngã đại vi chi chùm ngò ấy xây niếng có bán lơ ca vô sập bao cọt muốn nâng á prap tờ mạ cọt đại thằng muốn nâng á cọt vô sập khơi dây mà nè nom cọt đào tờ cào vẫn tay riêng cai cọt ọt bán ngợp tờ tê tay cọt khơi rụp hiệp nơi cào thẻ tờ ngò đối là việc cọt đào trên chẳng đang được cọt bán đào thì tại đâu biết đăng khuôn máu dẹp tay riêng cai cọt nơi cái đà phơi nó cũng đang bal tắc nâng á nhưng miền này tha cót đào tam dây mà nè nâng bật mến tại còn đã tha cót mình đăng luôn chứ đâu mạ cót lư chẳng á mong bút kết mưa mạ cót mình kết từ đó rương khmoi hai khmoi nom khmoi ấy mày nè đời xa xây miếng vô sọp hỏi à vậy để cót vô sọp nó vi tây chỉ cả bật đâu phải chẳng tức kết chở nữa nè về nước phơi mình tên tại xây miếng cót tha cào pe để mạ cót cót mọc theo bình hỏi xây miếng cót chư can đặc lằng với tức không biên cầm lăng không biên ấy tê mà đó theo plúp cứ sờ ngom kê là hô tol plư tại kênh nó cứ kênh chứ á kênh mình men kênh xuống lấy nè kênh có đau clone phong là nghe phong chẳng thật hay là hốt đau phật láng bàn mạ cót nom xây niếng tờ pẹt hay tờ pẹt bị nết pẹt đã tham ấy hói bàn xây niếng cót hiện thu vinh vậy tới xây niếng cót chư tập bay dột thì ao tập bay brak bay ngay nữa á sân tờ tham bạch phật tham thì tịch tiệt nó chi hay ta được sao mạ cót pay pay á chẳng có phải nhập nom mà pẹt màu hay pay đã tranh bị pẹt nữa á bàn mạ cót nom xây niếng tờ vót hay tờ vót nó cứ tờ vót mà đông theo cọt nữa á theo cọt tình nó khai nữa á nó không phùm mùi nữa á miền vọt mùi hay bây giờ mạ cọt nom xây niếng tới mạ cọt có mình toàn đằng đài thà nó vọt nữa á miền bờ sang đài bạc cai chui xây niếng ban miền bị chia miền ấy ót cứ ót đằng thì vậy tới châu tao mưa sân á tái sầm nàng bây giờ mạ cọt nom xây niếng châu tao không vọt hay mạ cọt su kê su anh tới bàn kê này nom mạ xây niếng nữa á ao nom xây niếng từ chụp lục ta tới lục ta bạc cai hay còn mạ xây niếng lưu trong phím và nhập nom xây niếng nữa tới chụp nâng lục ta rồi đọc tới đó lục ta grab sập lục ta hỏi cổ mạ cọt nữa vô rương ra đại cát lang chùm po xây niếng nữa chùm riệp tới can lục ta hay còn đại chùm riệp hỏi lục ta đâng mong lục ta miên xong để ca mau đôi tham mình chăm bách ở dương dậy sợ nữa lục ta miên xong để ca mau tha xây niếng miên dây chùm na mà nè tam cứ lục ta miên xong để ca bẹp nâng mong xóa cho ba chân mong anh mạ cọt lư chứng đôi thập nhận đấy á có xua tới lục ta quỳnh tha hết ấy lục ta đâng vì phố bây giờ mạ cọt chùm riệp tới can lục ta mạ cọt chùm riệp tại pi akara bao xây niêng thì tha xây niêng che ta chư che ta cái đai khuôn pe giúp mình đào ta khéo tiếc đào ấy chẳng thôi vì phố mạ cọt ót ban khơi dây mà nè nông à chẳng mạ cọt chùm riệp tại pi hai ca để cọt khơi thì tại lục ta miên xong để ca máu cho ba trẻ hay lục ta phẹp mau tha mà nói lục ta đâng mấy bảo miên dây chùm nè mà nè đào tam nhôm pi nè mau hay dây mà nè nông á lấy ót trâu mà bọt đi dây mà nè nông chăm nè cày lục ta miên xong để ca mau chẳng hay lục ta lùm ớt pi rú riêng dây mà nè nông tiết á lục ta miên xong để ca tha dây mà nè nông á sliệt chốt máu sọ po sổ hay dây mà nè nông á căn chương pin ôi bịa căn chương pin đó á bạn xây niếng quát phứ sờ bol mày tên đôi ta chụp bạc pi chớ á hay bạn lục ta miên xong để ca pi rú riêng dây mà nè nông hói bạn lục ta miên xong để ca pram mạ xây niêng nông tha tam bắt tới dây mà nè đại tam xây niêng màu nữa á lục ta có score đây đời xa tại dây mà nè nông pi muốn có thlop trôi khminh được không phùm nâng đài ấy khminh đại trơ dây mà nè nâng tam dây mà nè nâng trôi pi muốn á miên ca rác đối xây niêng chăng cứ xa chư xa cái đai luôn ấy dục lang che tại vô sop khơi miên dây chấm na mà nè mau chết mau ta mau hột ni ao hột nu ao với ta ca rác đối xây niêng bay bật mong tái lục ta chui rồi hỏi ấy lục ta chui khminh mà nè nông hỏi lục ta có bà lên vị nhiên dây mà nè nâng á ao tờ vinh tái pe đại lục ta bà lên vị nhiên dây mà nè nâng tranh tờ vinh lục ta có bán miên xong để cá chỉ mũi dây mà nè nâng đài vậy tới bờ về xa mai nhá đôi là biệp
ពាក្យសន្យាលោកតាដូចថាផ្ដល់ឱកាសឲ្យវិញ្ញាណយាយម្នាក់ហ្នឹងណាលោកតាមានសង្កេតការថាឥឡូវលោកតាប្រឡែងយាយម្នាក់ហ្នឹងឲ្យមានសេរីភាពប៉ុន្តែហាមទៅធ្វើបាបញាតិញោមដទៃហាមទៅធ្វើបាបក្មេងៗផ្សេងទៀតហាមទៅចូលអ្នកនេះអ្នកនោះបើសិនជាមានលើកក្រោយទៀតលោកតានឹងមិនប្រឡែងទៀតទេអញ្ចឹងណាអានេះខ្ញុំនិយាយសរុបឲ្យស្រួលយល់ណាបងប្អូនគឺលោកតាធ្លាប់សឡុតវិញ្ញាណយាយម្នាក់ហ្នឹងអញ្ចឹងហើយលោកតាក៏ប្រឡែងទៅប៉ុន្តែលើកហ្នឹងវិញ្ញាណយាយម្នាក់ហ្នឹងគាត់អត់ទៅចូលក្មេងៗដែលនៅក្នុងភូមិទេគាត់ទៅជាមកលេងជាមួយនឹងស្រីនាងនេះដែលជាអ្នកមកពីឆ្ងាយដល់ពេលលោកតាដឹងអញ្ចឹងទៅលោកតាក៏លែងប្រឡែងយាយម្នាក់ហ្នឹងហើយលោកតាក៏យកមកធ្វើពិធីតាមលោកតាអញ្ចឹងទៅអានេះស្រីនាងអត់ដឹងទេណាហើយដល់ពេលធ្វើពិធីធ្វើអីហើយអស់បានលោកតាមានសង្កេតការពីប្រវត្តិយាយម្នាក់ហ្នឹងឲ្យម៉ាក់ស្រីនាងស្ដាប់តាមពិតទៅលោកយាយម្នាក់ដែលស្រីនាងយល់សប្តិឃើញហ្នឹងគឺពីមុនគាត់គឺជាអ្នកនៅក្នុងភូមិហ្នឹងហើយយាយម្នាក់ហ្នឹងគាត់គឺជាគ្រូខ្មោចហើយគាត់សាងតាមអំពើបាបទេគឺគាត់ទទួលធ្វើអំពើធ្វើមន្តអាគមខ្មៅតដើមប្តីគេតដើមប្រពន្ធគេដាក់ស្នេហ៍ដាក់អីហ្នឹងបងប្អូនទៅតាក់តងយាយហ្នឹងទៅយាយហ្នឹងធ្វើឲ្យបានទាំងអស់ហើយយាយហ្នឹងប្រកែកទៀតប៉ុន្តែស្រាប់តែថ្ងៃមួយមិនដឹងជាយាយម្នាក់ហ្នឹងគាត់កើតអីទេដូចថាគាត់ទៅជាមនុស្សដែលបាត់បង់សតិគាត់និយាយលែងសូវដឹងអីហើយគាត់ចាប់ផ្ដើមញ៉ាំរបស់ដែលគេមិនញ៉ាំដូចរបៀបញ៉ាំមន់ឆៅញ៉ាំសាច់ឆៅញ៉ាំឈាមញ៉ាំអីចឹងណាយាយម្នាក់ហ្នឹងគាត់ទៅជាអញ្ចឹងហើយទៅជាអញ្ចឹងបានតែមួយរយៈទេយាយម្នាក់ហ្នឹងគាត់ក៏ស្លាប់ទៅហើយលោកតាមានសង្កេតការប្រាប់ម៉ាក់ស្រីនាងថាអាការៈយាយម្នាក់ហ្នឹងពេលដែលគាត់មុននឹងស្លាប់គាត់ទៅជាញ៉ាំរបស់ឆៅអីផ្សេងហ្នឹងគឺដោយសារតែអាគមចូលខ្លួនគាត់ដូចថាគាត់រៀនអាគមច្រើនពេកហើយរាងកាយគាត់ហ្នឹងទទួលយកមន្តអាគមទាំងអស់ហ្នឹងអត់បានហើយដល់ពេលគាត់ទទួលអត់បានគាត់ក៏ទៅជាលក្ខណៈថាបែកកម្មដ្ឋានណាទទួលមន្តអាគមអត់បានទៅជាមនុស្សឈួតទៅជាមនុស្សដែលស៊ីរបស់ឆៅដូចធ្មប់ដូចព្រាយបិសាចអីចឹងណាអាហ្នឹងគឺជាជំនឿដែលគេជឿមកថាអញ្ចឹងហើយដល់ពេលស្រីនាងដឹងអញ្ចឹងទៅខ្លាចមែនតើដូចថាយល់សពឃើញពីបើយប់ហើយយាយម្នាក់ហ្នឹងមកបែបស្អាតបាតហើយមកនិយាយព្រោះតែដល់ពេលឥឡូវហ្នឹងទៅដឹងថាយាយម្នាក់ហ្នឹងគឺជាធ្មប់គឺមនុស្សដែលរៀនអាគមខ្ពស់ពេករៀនអាគមច្រើនពេកតហួសហេតុអញ្ចឹងណាហើយដល់ពេលដឹងហេតុដឹងផលអស់ហើយបានលោកតាចាប់ផ្ដើមធ្វើពិធីជួយស្រីនាងហើយលោកតាក៏បានចាប់វិញ្ញាណយាយម្នាក់ហ្នឹងយកទៅទុកនៅណានៅណីតាមវិជារបស់លោកតាអញ្ចឹងណាអានេះស្រីនាងអត់ដឹងទេហើយស្រីនាងគាត់ថាគ្រាន់តែលោកតាធ្វើពិធីហើយអាការក្តៅខ្លួនល្ងាញ័រអីគាត់ទាំងប្រមាណហ្នឹងក៏វាបាត់ដែរនិយាយទៅប្រកាយជាងឆ្នាំទៀតផឹកថ្នាំផឹកអីធូរហើយប៉ុន្តែតិចទៀតហ្នឹងចាប់ផ្ដើមទៀតតែឥឡូវនេះគ្រាន់តែលោកតាធ្វើពិធីហើយអាល្ងាក្តៅខ្លួនទាំងប្រមាណក៏វាបាត់ទៅតាមហ្នឹងហើយគ្រាន់តែស្រីនាងគាត់រៀងស្រួលខ្លួនមកវិញបានលោកតាមានសង្កេតការសួរស្រីនាងសួរឲ្យច្បាស់អញ្ចឹងណាពីព្រោះស្រីនាងអ្នកជួបហេតុការណ៍អញ្ចឹងមានតែស្រីនាងទេដែលនិយាយទៅច្បាស់ស្រីនាងគាត់ក៏ជម្រាបទៅកាន់លោកតាទៅជម្រាបតាំងពីដំបូងណាតាំងពីពេលដែលជិះឡាននៅតាមផ្លូវស្រីនាងថាឃើញយាយម្នាក់យកមុខមកខ្ទប់នៅកញ្ចក់ឡានហើយគ្រាន់តែឃើញយាយម្នាក់ហ្នឹងហើយបានយាយម្នាក់ហ្នឹងតាមគាត់មករហូតដល់ផ្ទះហ្នឹងអាហ្នឹងអ្វីដែលស្រីនាងជម្រាបទៅលោកតាប៉ុន្តែបងប្អូនដឹងទេលោកតាមានសង្កេតការមកស្រីនាងវិញណាអានេះខ្ញុំសូមនិយាយឲ្យស្រួលយល់ណាលោកតាមានសង្កេតការថាយាយម្នាក់ដែលស្រីនាងជួបនៅតាមផ្លូវហ្នឹងណាតាមពិតទៅមិនមែនជាយាយម្នាក់ដែលមកហៅស្រីនាងរយប់ទេនិយាយទៅគឺវិញ្ញាណពីរខុសគ្នាយាយម្នាក់ដែលស្រីនាងជួបនៅតាមផ្លូវមកខ្ទប់នៅកញ្ចក់ឡានមកខ្ទប់នៅអីហ្នឹងអានោះគឺជាវិញ្ញាណខ្មោចដែលនៅតាមផ្លូវហើយវិញ្ញាណខ្មោចម្នាក់ហ្នឹងគាត់មកលងស្រីនាងគាត់មកឲ្យស្រីនាងឃើញហើយដល់ពេលស្រីនាងឃើញអញ្ចឹងទៅស្រីនាងគាត់ក៏ចាប់ផ្ដើមឈឺចាប់ផ្ដើមខ្សោយហើយដល់ពេលស្រីនាងគាត់ខ្សោយគាត់មកគេងនៅផ្ទះដែលនៅជិតដើមអំពិលហ្នឹងស្រាប់តែយាយធ្មប់ដែលគាត់សន្ធិដ្ឋនៅដើមអំពិលហ្នឹងគាត់មកលេងស្រីនាងទៅដោយសារពេលហ្នឹងស្រីនាងខ្សោយស្រីនាងឈឺធម្មតាមនុស្សឈឺមនុស្សខ្សោយវិញ្ញាណខ្មោចគាត់មិនមានអំណាចលើយើងគាត់មិនអាចមកលេងយើងបានអញ្ចឹងយាយធ្មប់ម្នាក់ហ្នឹងគាត់ឃើញឱកាសឃើញស្រីនាងខ្សោយពុបយាយម្នាក់ហ្នឹងគាត់មករកស្រីនាងដល់ក្នុងបន្ទប់ហើយមកដូចដែលខ្ញុំនិយាយតាំងពីដំបូងអញ្ចឹងមកអែលសក់ផងហើយបន្ទាប់ពីអែលសក់មកអែលដៃអែលជើងហើយក្រោយមកបានហៅស្រីនាងចេញទៅក្រៅលេងហើយដល់ពេលស្រីនាងមិនព្រមចេញក៏ចាប់ផ្ដើមយកស្លឹកចេកដែលមានផ្កាមានអីហុចមកឲ្យស្រីនាងហើយស្រីនាងអត់យកគាត់បដូរទៅជាជើងពៀនដែលមានស្អីម្យ៉ាងនៅលើហ្នឹងហើយស្រីនាងអត់យកទៀតគាត់ក៏បដូរទៅជាបាយតណៅពណ៌ខ្មៅនិយាយទៅបដូររហូតឲ្យស្រីនាងយកឲ្យបានហើយឲ្យស្រីនាងហ្នឹងមកមើលដើរទៅរកអំពិលទឹកទាំងកដាយប់ទាំងអស់ហ្នឹងគឺយាយធ្មប់មិនមែនជាយាយដែលស្រីនាងជួបនៅតាមផ្លូវទេអញ្ចឹងបងប្អូនស្ដាប់កន្លែងហ្នឹងកុំច្រឡំរឿងនេះគឺស្រីនាងជួបខ្មោច2នាក់
មួយគឺជាយាយចំណាស់ម្នាក់ដែលនៅតាមផ្លូវដែលគាត់ស្លៀកឈុតខ្មៅដូចគ្នាហើយគាត់សក់សដូចគ្នាទៀតប៉ុន្តែយាយម្នាក់ដែលគាត់ជួបនៅតាមផ្លូវគឺជាយាយម្នាក់ដែលសក់កទីងកធើងអត់សូវជាស្អាតបានប្រហែលទេហើយមាត់គាត់សិតតែឈាមសិតតែទឹកមាត់ស្លាមលូអីហ្នឹងប្រឡាក់តាមមាត់តាមអីហ្នឹងអាហ្នឹងគឺជាវិញ្ញាណខ្មោចដែលនៅតាមផ្លូវនៅក្បែរលបងវត្តហើយបើយាយចំណាស់ម្នាក់ទៀតដែលស្រីនាងជួបនៅផ្ទះជួបពេលយល់សពអីហ្នឹងគឺជាយាយធ្មប់ដែលសន្ធិដ្ឋនៅក្នុងដើមអំបិលទឹកអញ្ចឹងវិញ្ញាណពីរណាចាឲ្យដាច់កុំច្រឡំណាអាហ្នឹងអ្វីដែលលោកតាមានសង្ឃដីកាប្រាប់ស្រីនាងមកហើយសួរថាហេតុអីលោកតាដឹងហេតុអីក៏លោកតាដឹងថាស្រីនាងជួបវិញ្ញាណយាយនៅតាមផ្លូវនោះគឺជាវិញ្ញាណផ្សេងវិញ្ញាណយាយម្នាក់នេះគឺជាវិញ្ញាណយាយធ្មប់ផ្សេងអញ្ចឹងណាសួរថាហេតុអីលោកតាដឹងចំណុចហ្នឹងម៉ាក់ស្រីនាងក៏សួរដែរប៉ុន្តែលោកតាមានសង្ឃដីកាថាមិនឲ្យលោកតាដឹងមិនបើយាយធ្មប់ដែលកាន់ជើងពៀនឈរនៅមុខវត្តនោះប្រាប់លោកតាមកអញ្ចឹងថាគាត់មិនបានលងស្រីនាងនៅតាមផ្លូវទេគាត់ទៅតែមកជួបស្រីនាងនៅផ្ទះហ្នឹងណាកន្លែងផ្ទះក្បែរអំបិលទឹកហ្នឹងអញ្ចឹងគាត់អត់បានលងនៅតាមផ្លូវទេកុំចេះតែចោទប្រកាន់គាត់យាយធ្មប់ម្នាក់ហ្នឹងគាត់បដិសេធនិយាយទៅវិញ្ញាណយាយធ្មប់ម្នាក់ហ្នឹងដូចថាគាត់ខ្លាចលោកតាដាក់ទោសគាត់ណាដល់ពេលអញ្ចឹងទៅគាត់បញ្ញាប់បកែកគាត់ថាគាត់មិនបានលងទេគាត់មិនបានលងទេគាត់ទៅតែជួបស្រីនាងនៅនេះទេគាត់មិនបានជួបនៅតាមផ្លូវទេគាត់ព្យាយាមបដិសេធដល់ពេលអញ្ចឹងទៅបានលោកតាដឹងក៏មានសង្ឃដីកាប្រាប់ម៉ាក់ស្រីនាងជាមួយនឹងស្រីនាងទៅហើយស្រីនាងគាត់លឺអញ្ចឹងគាត់ហួសចិត្តដែរណាពីព្រោះគាត់គិតខុសមករហូតគាត់គិតថាវិញ្ញាណយាយម្នាក់ហ្នឹងគឺជាវិញ្ញាណតែមួយដែលគាត់ជួបនៅតាមផ្លូវហើយមកតាមគាត់រហូតដល់ផ្ទះអាហ្នឹងអ្វីដែលគាត់គិតរហូតមកតែដល់ពេលលោកតាមានសង្ឃដីកាអញ្ចឹងមកក៏អូខេច្បាស់គឺវិញ្ញាណពីរខុសគ្នាហើយបងប្អូនឆ្ងល់ទេថាវិញ្ញាណយាយធ្មប់ម្នាក់នោះគាត់មករកស្រីនាងហើយគាត់ធ្វើសកម្មភាពបែបហ្នឹងដោយសារអីគឺអាចចំណុចហ្នឹងលោកតាមានសង្ឃដីកាថាយាយធ្មប់ម្នាក់នោះគាត់ចង់បានរាងកាយស្រីនាងគាត់ចង់ឲ្យស្រីនាងហ្នឹងធ្វើជាគ្រូបញ្ជាន់រូបប៉ុន្តែមិនមែនគ្រូបញ្ជាន់រូបដូចគេដទៃទេគ្រូដទៃអាចនឹងអ្នកតានេះអ្នកតានោះប៉ុន្តែយាយធ្មប់ម្នាក់ហ្នឹងគាត់ចង់មកចូលរូបស្រីនាងគាត់ចង់យករាងកាយស្រីនាងធ្វើជាគ្រូដូចថាចង់ចូលរូបចង់អីម្ដងយាយធ្មប់នឹងគាត់មកចូលអញ្ចឹងណាអញ្ចឹងបានគាត់ព្យាយាមហុចសឹកជែកហុចជើងពៀនហុចបាយតណោបខ្មៅអញ្ចឹងលោកតាមានសង្ឃដីកាថាសំណាងហើយដែលស្រីនាងអត់ទទួលបើសិនជាស្រីនាងហ៊ានតែទទួលមកមុខណាដែលគាត់ឲ្យគឺមានន័យថាស្រីនាងទទួលយកយាយធ្មប់ហ្នឹងមកចូលខ្លួនដូចគ្នាអញ្ចឹងបើស្រីនាងហ៊ានតែយកពុបយាយម្នាក់ហ្នឹងចូលមកខ្លួនស្រីនាងហ្មងហើយចូលអត់ងាយចាញ់ទេហើយស្រីនាងហ្នឹងនឹងទៅជាគ្រូចូលរូបគ្រូបញ្ជាន់រូបដែលយើងតែងតែលឺហ្នឹងតែគ្រាន់តែនេះវាចម្លែងតិចវាមិនមែនគ្រូបញ្ជាន់រូបទេវាទៅជាធ្មប់បញ្ជាន់រូបវិញដោយសារតែយាយម្នាក់ហ្នឹងគាត់បែកកម្មដ្ឋានទៅជាធ្មប់បាត់ហើយអញ្ចឹងគាត់លែងទៅជាគ្រូហើយគាត់មានតែធ្មប់ហ្នឹងអាហ្នឹងគឺហេតុផលថាហេតុអីយាយម្នាក់ហ្នឹងមករកស្រីនាងគាត់ធ្វើសកម្មភាពប្លែកហើយគាត់ធ្វើដូចស្រឡាញ់ស្រីនាងស្រឡាញ់សក់ស្រឡាញ់ដៃស្រឡាញ់ជើងគឺដោយសារគាត់ចង់បានរាងកាយមួយហ្នឹងដើម្បីទុកចូលរូបហើយបើនិយាយទៅចំណុចមួយទៀតថាហេតុអីវិញ្ញាណយាយធ្មប់ម្នាក់ហ្នឹងគាត់សន្ធិដ្ឋនៅដើមប៉ាល់ទឹកទាំងដែលដើមហ្នឹងគឺនៅតាមផ្លូវហើយមនុស្សធ្វើដំណើរទៅវិញទៅមករាល់ថ្ងៃហេតុអីក៏អ្នកភូមិនៅតំបន់ហ្នឹងគេអត់ដែលជួបបញ្ហាអីចំណុចហ្នឹងខ្ញុំគិតថាដោយលោកតាមានសង្ឃដីកាមុនហ្នឹងអញ្ចឹងគឺនៅពេលដែលលោកតាប្រឡែងវិញ្ញាណយាយធ្មប់ម្នាក់ហ្នឹងទៅវិញលោកតាបានពមៀនឬក៏សឡុតរួចហើយតែយាយធ្មប់ឯងបើសិនជាទៅធ្វើបាបគេទៀតលោកតានឹងចាប់ឃុំឃាំងណាអញ្ចឹងបើចង់មានសេរីភាពកុំធ្វើបាបគេទៀតអញ្ចឹងហើយបានយាយធ្មប់ម្នាក់ហ្នឹងគាត់អត់មានទៅធ្វើបាបអ្នកណាទេក្រោយពីធ្វើបាបក្មេងម្នាក់មុនហ្នឹងហើយលោកតាប្រឡែងទៅគាត់មិនដែលធ្វើបាបអ្នកណាទេហើយអ្នកនៅក្នុងភូមិហ្នឹងគេក៏មិនដែលឃើញយាយធ្មប់ម្នាក់ហ្នឹងមកចូលខ្លួនចូលអីគឺអត់មានទេនិយាយទៅយាយធ្មប់ម្នាក់ហ្នឹងគាត់គោរពពាក្យសម្ដីគាត់ខ្លាចលោកតាអញ្ចឹងណាប៉ុន្តែករណីរបស់ស្រីនាងប្រហែលជាស្រីនាងគាត់មិនមែនអ្នកភូមិហ្នឹងដូចថាយូរគាត់មកម្ដងដល់ពេលអញ្ចឹងទៅយាយធ្មប់ម្នាក់ហ្នឹងប្រហែលជាគាត់គិតថាមិនអីអញ្ចឹងណាពីព្រោះលោកតាមានសង្ឃដីកាថាហាមធ្វើបាបអ្នកនៅក្នុងភូមិហ្នឹងតែយាយហ្នឹងប្រហែលជាគាត់ខូចគាត់គិតថាអូស្រីនាងអ្នកក្រៅភូមិអញ្ចឹងគាត់ក៏មកចូលហ្មងទៅតែនេះខ្ញុំគិតខ្លួនឯងណាបងប្អូនណាហើយក៏អញ្ចឹងទៅលោកតាក៏ចាប់វិញ្ញាណយាយធ្មប់ម្នាក់ហ្នឹងឲ្យទៅនៅកន្លែងដែលគួរនៅអញ្ចឹងទៅនិយាយទៅលែងប្រឡែងឲ្យមានសេរីភាពទៀតហើយបន្ទាប់ពីធ្វើពិធីហើយអស់ស្រីនាងគាត់ក៏ត្រឡប់មកផ្ទះជាមួយម៉ាក់គាត់វិញមកហើយចាប់តាំងពីពេលនោះមកដល់ឥឡូវស្រីនាងគាត់ថាគាត់មិនដែលទៅផ្ទះនៅខេត្តនោះទៀតទេទាំងដែលផ្ទះហ្នឹងគឺផ្ទះរបស់ម៉ាក់គាត់តែគាត់អត់ទៅទៀតទេហើយម៉ាក់គាត់ក៏មិនតន់លក់ដែរនិយាយទៅផ្ទះហ្នឹងម៉ាក់គាត់ទិញហើយគឺទុកចោលនៅហ្នឹងហើយម៉ាក់គាត់មិនសូវខ្លាចរឿងចឹងទេអញ្ចឹងម៉ាក់គាត់ពេលដែលមកខេត្តម៉ាក់គាត់ក៏ទៅគេងផ្ទះហ្នឹងទៅតែស្រីនាងគាត់ខ្លាច
គាត់ដូចថាចេះតែនឹកឃើញរូបភាពដែលធ្លាប់ជួបអញ្ចឹងគាត់ស្បត់ឈប់ទៅជន់ផ្ទះនោះហើយរហូតមកដល់សប្តាហ៍ហ្នឹងក៏សៃនាងមិនដែលទៅផ្ទះនោះទៀតដែរហើយដើម7ទឹកដែលគាត់ឃើញកាលពីមុនហ្នឹងក៏នៅដល់បច្ចុប្បន្នហ្នឹងដែរតែដោយបញ្ជាក់អញ្ចឹងវាលែងមានវិញ្ញាណសន្ធិដ្ឋហើយដោយសារតែលោកតាចាប់វិញ្ញាណយាយធ្មប់ម្នាក់ហ្នឹងឃុំបាត់ហើយហ្នឹងអញ្ចឹងអត់មានខ្មោចអត់មានអីទេហើយហ្នឹងបងប្អូនគឺជារឿងរ៉ាវទាំងអស់របស់សៃនាងដែលគាត់ធ្លាប់ជួបកាលដែលគាត់អាយុ15ឆ្នាំនិយាយទៅហេតុការណ៍ដែលសៃនាងជួបសម្រាប់ខ្ញុំគឺវាគួរឲ្យខ្លាចហើយវាគ្រោះថ្នាក់ទៀតខ្ញុំគិតថាអារឿងប្រភេទហ្នឹងគ្រោះថ្នាក់ជាងរឿងដែលយើងទៅជួបខ្មោចទៀតរឿងដែលយើងជួបខ្មោចលងយើងគ្រាន់តែរត់ចេញពីកន្លែងហ្នឹងទៅពេលខ្លះគឺវាចាប់ហើយមែនទេតែអារឿងដែលលក្ខណៈថាមកចូលក្នុងយល់សពយើងហើយមកលួងលោមយើងមកនិយាយប្រុសមកហុចនេះហុចនោះឲ្យយើងបងប្អូនជឿទេអ្នកខ្លះនៅក្នុងយល់សពគាត់អត់អាចគិតបានទេគេឲ្យអីគាត់យកហ្នឹងគេហៅទៅក្រៅផ្ទះគាត់ទៅតាមគេអ្នកខ្លះគឺអញ្ចឹងហ្មងហៅទៅណាទៅហ្នឹងចុះដោយសារយល់សពយើងអត់មានគិតអីច្រើនណាតែអានេះសំណាងដែលសៃនាងគាត់មិនតាមគាត់មិនយកអីទាំងអស់ហើយបងប្អូនសាកសម័យលេងមើលបើសិនជាសៃនាងគាត់ហ៊ានទទួលរបស់ពីយាយម្នាក់នោះតើសៃនាងនឹងទៅជាយ៉ាងណាថាមិនស្រួលឥឡូវនេះសៃនាងកំពុងតែអង្គុយចូលរូបក៏ថាបានដែរកំពុងតែអង្គុយទាយអង្គុយចូលរូបអីគេអញ្ចឹងណាពីព្រោះយាយម្នាក់ហ្នឹងគាត់ចង់មកចូលរូបគាត់ចង់សន្ធិដ្ឋចង់បើកកន្លែងធ្វើអំពើធ្វើអីរបស់គាត់អញ្ចឹងណាគាត់ចង់បើកថ្មីឡើងវិញបើកសាខាផ្សេងអញ្ចឹងទៅតែចេះសំណាងដែលសៃនាងមិនទទួលហើយខ្ញុំជឿថាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាហ្នឹងក៏ប្រកាសជាមានអ្នកខ្លះធ្លាប់ជួបហេតុការណ៍បែបហ្នឹងដែរអាលក្ខណៈគេងយល់សពឃើញគេមករគេមកហៅគេបបួលទៅនេះទៅនោះអញ្ចឹងណាអញ្ចឹងប្រយ័ត្នគុំទៅតាមគេឲ្យសោះប្រយ័ត្នទៅឲ្យលែងមកវិញអញ្ចឹងណាតែអាចំណុចហ្នឹងគឺពិបាកនិយាយមែនដោយសារអ្នកខ្លះទប់ខ្លួនឯងអត់បានក្នុងយល់សពគឺទប់ខ្លួនឯងអត់បានបជាខ្លួនឯងអត់បានទេអ្នកខ្លះតាមគេឲ្យធ្វើអីធ្វើតាមគេទាំងអស់ដោយលក្ខណៈថាយើងគ្រប់គ្រងគំនិតអត់បានយើងសម្រេចចិត្តអត់បានណាយើងវាគ្រោះថ្នាក់មែនតើមិនដឹងជាមានវិធីអីដែលអាចជួយអាចចំណុចហ្នឹងបានណាដោយសារតែស្មារតីមនុស្សយើងម្នាក់ខុសគ្នាមិនដូចសៃនាងណាសៃនាងប្រហែលជាមនុស្សគាត់មានស្មារតីរឹងមាំអញ្ចឹងទៅដល់ពេលអញ្ចឹងទៅអ្នកណាមកហៅធ្វើអីក៏គាត់មិនតាមដែរតែអ្នកខ្លះស្មារតីគ្នាខ្សោយទៅបាត់ហើយនោះគ្មានគិតអីច្រើនទេអញ្ចឹងបានថាមានតែប្រយ័ត្នប្រយែងអញ្ចឹងណាហើយរឿងនេះវាក៏បង្ហាញឲ្យយើងដឹងថាពេលខ្លះគ្រូបញ្ជាន់រូបមិនមែនសុទ្ធតែជាអ្នកតាទេដូចយើងតែងតែលឺថាគ្រូចូលរូបម្នាក់នេះបារមីនេះបារមីនោះឈ្មោះរបស់គាត់ហ្នឹងណាតែការពិតទៅពេលខ្លះមិនមែនបារមីមកចូលគាត់ទេពេលខ្លះគឺវិញ្ញាណខ្មោចឬក៏វិញ្ញាណអាបធ្មប់បិសាចអីដែលវាសាហាវហើយវាមកចូលសន្ធិដ្ឋនៅក្នុងខ្លួនហើយវាប្រើពាក្យថាវាហ្នឹងគឺជាបារមីនេះបារមីនោះចឹងទៅវាចេះតែដាក់ឈ្មោះចឹងណានិយាយទៅវាបោកគេបោកឯងតែខ្ញុំនិយាយមួយចំនួនទេណាមិនមែនទាំងអស់ទេអ្នកពិតក៏ពិតទៅតែអ្នកមិនពិតហ្នឹងក៏មិនខ្វះដែរមកកណោហ្នឹងអ្នកមិនពិតអញ្ចឹងសម្រាប់បងប្អូនណាដែលចូលចិត្តទៅទស្សទាយឬក៏ចូលចិត្តទៅលើអារឿងជំនឿចូលរូបចូលអីហ្នឹងបងប្អូនត្រូវប្រយ័ត្នប្រយែងបន្តិចប្រយ័ត្នគេបោកប្រយ័ត្នអ្នកខ្លះគ្រាន់តែចេះតែបកាច់ហ្នឹងឲ្យថាខ្លួនឯងហ្នឹងចូលរូបចូលអីហ្នឹងពីព្រោះអាបកាច់ហ្នឹងពីណាក៏ចេះធ្វើដែរខ្ញុំក៏ចេះធ្វើដែរនិយាយមែនអញ្ចឹងប្រយ័ត្នប្រយែងកុំគ្រាន់តែគេបកាច់ហ្នឹងថាគេអ្នកតាពេលខ្លះវាបកាច់ដោយសារជំងឺវាឬមួយក៏វាបកាច់ដោយសារវាលមាស់វានៅមិនស្ងប់អីចឹងណាអញ្ចឹងប្រយ័ត្នប្រយែងទាំងអស់គ្នាពីព្រោះអ្នកខ្លះទៅរកគ្រូមិនមែនទៅ free ទេអស់លុយច្រើនណាស់អញ្ចឹងសើបតិចទៅកុំឲ្យអស់លុយអត់អំពើអស់លុយដោយសារគេបោកវាឈឺចាប់អញ្ចឹងណាហើយអានេះគ្រាន់តែជាជំនឿរបស់ខ្ញុំយោបល់របស់ខ្ញុំទេតែបើបងប្អូនណាដូចថាគាត់ជឿខ្លាំងអញ្ចឹងណាគាត់មិនស្ដាប់អ្នកណាទាំងអស់គឺអញដឹងតែជឿអញ្ចឹងក៏ជឿទៅខ្ញុំក៏មិនហាមដែរពីព្រោះវាជាជំនឿរៀងខ្លួនអញ្ចឹងណាអូខេអញ្ចឹងរឿងរ៉ាវរបស់គាត់មានតែប៉ុណ្្នឹងទេហើយអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលចំណាយពេលដ៏មានតម្លៃស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅដំណើរខ្មោចក្រោយៗទៀតបាយ